បាទរបៀបយក Telegram ក្នុងទូរស័ព្ទដៃរបស់យើងចូលទៅក្នុង computer ដំបូងយើងបើក Telegram មកចុច Telegram មកបន្តមកទៀតយើងចុច start message របៀបយើងយក Telegram នៅក្នុងទូរស័ព្ទដៃទៅដាក់ក្នុង computer ប្រើប្រាស់គឺមាន2វិធីទី1យើងអាច scan ជា QR code ទី2យើងអាចដាក់លេខទូរស័ព្ទឥឡូវខ្ញុំដាក់ជាលេខទូរស័ព្ទដើម្បីយក Telegram ទៅប្រើក្នុង computer អញ្ចឹងគេឲ្យយើងបំពេញលេខទូរស័ព្ទរបស់យើងគឺលេខ Telegram របស់យើង097 49 14នេះបន្ទាប់មកយើងចុច next បាទតទៅយើងចុច next ហើយយើងទៅបើកនៅក្នុង Telegram របស់យើងគឺគេនឹងផ្ញើលេខកូដ5ខ្ទង់អញ្ចឹងយើងបំពេញមកនេះលេខកូដដែលវាផ្ញើចូល Telegram 1 2 932បាទនេះគឺចូលហើយណានេះគឺជា Telegram របស់យើងដែលយកចេញពីទូរស័ព្ទដៃចូលទៅប្រើប្រាស់នៅក្នុង computer នេះហើយពេលដែលយើងចូលប្រើប្រាស់បានយើងក៏អាចចាក់ចេញបានដែរចាក់ចេញបានដែរនេះឥឡូវខ្ញុំចាក់ចេញពី Telegram របស់ខ្ញុំចេញពី computer នេះយើងចុចសញ្ញាហ្នឹងមកបន្ទាប់មកយើងចុច setting ហើយយើងឃើញចំណុចរាយ3ហើយយើងយកពាក្យ log out ហើយយើងបញ្ជាក់ម្ដងទៀតគឺ log out ជាការស្រេចបាទសូមអរគុណ